បាទជំរាបសួរខ្ញុំនឹងបង្ហាញអំពីរបៀបនៃការច្រោះឈ្មោះសិស្សដែលបោះបង់ណាអញ្ចឹងខ្ញុំឧទាហរណ៍សាលាអនុវិទ្យាល័យគោកស្ពានការដើមឡើយសិស្សគាត់បោះបង់តែ3នាក់ក៏ប៉ុន្តែនៅក្នុងទិន្នន័យប្រឡងរបស់គាត់ហ្នឹងគឺសិស្សបោះបង់ហ្នឹងគឺគាត់បានច្រោះបន្ថែមទៀតអញ្ចឹងខ្ញុំមកមើលផ្ទាល់បាទគាត់នៅបាទខាងស្រុកចុងកាល់ណាបាទគោកស្ពានបាទនេះសិស្សរបស់គាត់គឺមិនទាន់បានប្រឡង36នាក់អញ្ចឹងខ្ញុំធ្វើបច្ចុប្បន្នភាពតើ36នាក់ហ្នឹងថយឬក៏យ៉ាងណាហើយកន្លែងពី3នាក់ហ្នឹងតើកើនអត់អញ្ចឹងខ្ញុំជ្រើសរើសយកខេត្តបាទបន្ទាប់មកយើងជ្រើសរើសយកស្រុកបាទជ្រើសរើសយកសាលារបស់គាត់បាទកន្លែងកម្រិតថ្នាក់អីហ្នឹងគឺខ្ញុំអត់ច្រោះទេគឺខ្ញុំយកពាក្យទៅច្រោះយកបាទអញ្ចឹងលោកគ្រូត្រូវចុចកន្លែងនេះបច្ចុប្បន្នភាពសិស្សបញ្ចូលថ្មីចុចបែបហ្នឹងមកគឺរងចាំវាសិនទៅវានឹងប្រែប្រួលអត់បាទពេលដែលយើងចុចបច្ចុប្បន្នភាពសិស្សបញ្ចូលថ្មីយើងឃើញហើយទិន្នន័យថ្មី0បាទបច្ចុប្បន្នភាពគឺសិស្ស171នាក់បាទចំនួនរំលងចំនួនស្ទុះអត់មានទេក៏ប៉ុន្តែយើងឃើញកើនបាទសិស្សពី3នាក់មកដល់23នាក់បាទនេះឯងគឺជារបៀបនៃការពិនិត្យមើលលើថាសិស្សបោះបង់យើងបានអាប់ដេតវាបន្ថែមឬក៏យ៉ាងណាមួយទៀតយើងអាចមើលសិស្សស្ទូនយើងចុចកន្លែងពាក្យថាមើលសិស្សស្ទូនពេលដែលវាលោតសិស្សស្ទូនគឺវានឹងលោតផ្ទៀងឲ្យយើងបាទអញ្ចឹងយើងមកមើលសិស្សដែលគាត់ត្រូវប្រឡងមុនគឺសិស្សរបស់គាត់គឺ36អញ្ចឹងដល់ពេលយើងអាប់ដេតទៅសិស្សមកនៅសល់ជាក់ស្ដែងដែលគាត់មិនមែនជាសិស្សបោះបង់នោះគឺនៅសល់17នាក់អញ្ចឹងICT សាលាលោកទៅរកមើលសិស្ស17នាក់ទៅដើម្បីឲ្យគាត់បានប្រឡងបាទអញ្ចឹង100%វិញហើយបាទសូមអរគុណបាទ